សួស្តីបងប្អូនបាទអញ្ចឹងសត្វព្រាបយើងចិញ្ចឹមដាក់ទ្រុងផ្ទាល់ដីហើយយើងធ្វើសម្បុកធ្នើដើម្បីឲ្យវាឡើងពងมันប្រកាសថាវាឡើងពងសម្បុកដែលយើងធ្វើទេបងប្អូនបាទអញ្ចឹងវាមកពងចោលនៅធ្វើសម្បុកនៅដីបាទអញ្ចឹងបើសិនជាវាធ្វើសម្បុកកន្លែងណាឲ្យវាពងកន្លែងហ្នឹងទៅពីវាពងរួចហើយបានពីគ្រាប់វាក្រាបយើងចាប់ដើមមកធ្វើសម្បុកបន្ថែមដាក់កន្លែងដែលវាពងហ្នឹងបាទបានវានៅក្រាបបើយើងដូរទីតាំងឬពងវាចេញកន្លែងដែលវាធ្វើសម្បុកហ្នឹងគឺវារត់ចោលពងឲ្យលេក្រាបហើយបាទដើម្បីបញ្ជានៃភាពអត្រានៃការខូចច្រើនបាទអញ្ចឹងយើងដឹងថាមេបាហ្នឹងវាចូលចិត្តពងនៅដីយើងអាចដាក់នៅធ្នើលើបាទយើងអាចដូរទីតាំងបាទអញ្ចឹងមេបាគូនេះវាដាក់នៅផ្ទាល់ដីដូចគ្នាត្រង់ផ្ទាល់ដីដូចគ្នាក៏ប៉ុន្តែគេឡើងពងលើសបុកបាទអាចមានពងអាចញាស់កូនណាអញ្ចឹងបើពងនៅលើអញ្ចឹងវាអត់សើមវាភ្លៀងរលឹមអីវាអាចដីអត់សើមវាអាចមានអត្រាញាស់ល្អច្រើនជាងពងនៅដីនឹងបើក្នុងរដូវសាបើខែប្រាំងអត់អីទេបាទវាអាចញាស់ខែវិសាគឺអាចស្អុយពងខូចហ្នឹងក៏ប៉ុន្តែមីណាដែលវាក្រាបពងនៅដីយើងអាចដាក់មកធ្នើលើបាទអាចដាក់ទ្រុងជាន់លើបាទអរគុណច្រើនរាល់ការតាមដានទស្សនា